កូនស្រីម្ចាស់ផ្ទះចេញមុខបកស្រាយច្បាស់ជាក់លាក់ថារយៈពេលប៉ុន្មានថ្ងៃមកនេះរឿងផ្ទះទុកចោលមួយកន្លែងនៅខេត្តកំពង់ស្ពឺកំពុងផ្ទុះខ្លាំងរឿងដែលគេនិយាយថាមានខ្មោចលងអ្នកខ្លះជិះកាត់ផ្ទះនិងធ្លាប់ឃើញខ្មោចចេះចុះបន្ទាប់ពីផ្ទុះរឿងបែបនេះមានមនុស្សជាច្រើនបានទៅលេងទៅមើលនិងមានអ្នកថតវីដេអូយកមកផុសពេញបណ្ដាញសង្គមតែយ៉ាងណាមិញកូនស្រីម្ចាស់ផ្ទះបានផុសបកស្រាយដោយមានខ្លឹមសារថាក្នុងនាមខ្ញុំជាកូនម្ចាស់ផ្ទះសូមជម្រាបទៅដល់អ្នកដែលថាផ្ទះខ្ញុំខ្មោចទិញខមិនដាក់ទំនាយគ្រួសារខ្ញុំថាគ្រួសារខ្ញុំស្លាប់អស់ទាំងគ្រួសារហើយអ្នកដែលថតផ្ទះខ្ញុំនិយាយពន្យល់គ្មានការអនុញ្ញាតពីគ្រួសាររបស់ខ្ញុំក្នុងពេល24លុបវីដេអូដែលបានថតផ្ទះរបស់ខ្ញុំហើយចេញសុំទោសជាសាធារណៈដល់គ្រួសាររបស់ខ្ញុំបើក្នុង24ម៉ោងនឹងខ្ញុំមិនឃើញเพจមួយណាឬក៏ account មួយណាដែលបានផុសផ្ទះរបស់ខ្ញុំមិនលុបវីដេអូទេខ្ញុំនឹងដាក់ពាក្យបណ្ដឹងតាមផ្លូវច្បាប់សូមអរគុណពីខ្ញុំកូនម្ចាស់ផ្ទះជួយ share ឲ្យម្ចាស់ page និងម្ចាស់ account ដែលបានផុសរូបផ្ទះរបស់ខ្ញុំនឹងឲ្យបានឃើញហើយឲ្យគាត់លុបជាបន្ទាន់ក្នុងរយៈពេល24ម៉ោងនិងមានអ្នកលេងបណ្ដាញសង្គម Facebook ជាច្រើនបានចូលទៅខមមិនតាមការយល់ឃើញរៀងខ្លួនថាលឺថាខ្មោចលងជិះកាត់មិនទាំងស្អីផងតែភាគច្រើនគឺផ្ទះអតែទុកចោលយូរគឺពពួកអមនុស្សនៅមែនត្រូវតែហៅពួកក្មេងៗដែលបានលុកលុយទៅប្រមានចេញទោះជាផ្ទះទុកចោលតែគ្មានអ្នកណាម្នាក់មានសិទ្ធិចូលធ្វើផ្ដេសផ្ដាសបានឡើយបែបនេះហៅបំពានឬកំពុងមើលងាយបងធ្លាប់មានផ្ទះមួយកន្លែងដែរនៅក្នុងភូមិមានមនុស្សជាប់ផ្ទះជាប់អីដែរប៉ុន្តែនៅអត់សុខទេឈឺរហូតបងប្អូនដល់ពេលបងគាត់រើផ្ទះទៅនៅដីចំការវិញបាន3ខែក្មួយបងស្លាប់2នាក់បងក៏ដាក់លក់ដីនឹងចេញបងលក់ឲ្យគេដាច់ប្រហែលជា2ខែអីនេះងើលឺដំណឹងថាគេខាងនឹងគ្រោះថ្នាក់ស្លាប់ម្នាក់ដែរហើយដីកន្លែងនឹងអត់មានអ្នកហ៊ាននៅឬហ៊ានទិញទេគេខ្លាចព្រោះលោមានអ្នកធ្វើមានអីចឹងព្រោះដីទុកចោលយូរពេលបងទិញដីនឹងអត់មានបានសួរអ្នកចិត្តខាងទេតតែក្មួយស្លាប់បានដឹងបើអាចអូនមកអុជធូបហើយរើផ្ទះចេញសិនទៅស្រុកខ្មែរដឹងតែជាប់គុកអស់ហើយបើអ្នកមើលរហូត1.2លានអ្នក189,000អ្នកបើចែប្តឹងច្បាស់ណាស់មានអ្នកស្អប់ឬអ្នកមិនពេញចិត្តជាច្រើនអ្នកបើដឹកថាផ្ទះទុកចោលហើយគេថតត្រូវជាប់ទោសបែបនេះគេមិនយកភ្នែកមើលទេក្នុងនោះទី1លោកសង្ឃក៏ទៅនិងបងប្អូនជាច្រើនអ្នកទៀតខ្ញុំបាទបាននិយាយខុសឆ្គងខ្ញុំសូមអោយជាស្រ័យផងសូមអរគុណ